មកសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមានមឹកជាមួយទឹកថៃកកង់ហើយក៏មានបន្លែដូចជាស្ពៃបូកគោមានត្រសក់មានត្រត់ចឹងណាហើយខាងក្រោយទេសភាពក្រោយបរិយខាតពេលយូរយើងទៅភ្លក់ទាំងអស់គ្នាថាវាឆ្ងាញ់ប៉ុណ្ណាមឹកធំមេទុំយ៉ាងមកដាក់ថៅមក